ចាសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនឆ្ងល់ហើយទឹកកោហបខោនឹងទឹកអីគេដែរចាហ្នឹងគឺជាទឹកប្រឡាក់សាច់ណាហើយទឹកប្រឡាក់សាច់មួយមុខនេះបងប្អូនធ្វើឲ្យបងប្អូនចង់ឆ្នៃធ្វើមុខម្ហូបអីក៏បានដែរប្រឡាក់សាច់អីក៏បានដែរគោឡើងភ្នំសាច់គោអាំងទឹកប្រហុកសាច់គោជំនួយអីគឺឲ្យប្រឡាក់បានទាំងអស់ចាហើយនេះគ្រឿងផ្សំបន្ទាប់របស់ខ្ញុំគឺមានផ្លែប៉ោមនិងផ្លែសេរីផ្លែប៉ោមផ្លែសេរីខ្ញុំកាត់ជាដុំហើយយកទៅក្លុកឲ្យម៉ត់យើងក្លុកឲ្យម៉ត់ឲ្យបងប្អូនទុកម្ដុំសិនចាហើយនេះខ្ទឹមសនិងខ្ទឹមក្រហមក៏ខ្ញុំក្លុកឲ្យម៉ត់ដែរចាយើងក្លុកហើយយើងចាក់ចូលចានដៃទុកម្ដុំសិនណាបងប្អូនបន្ទាប់មកទៀតចាបងប្អូនដាក់ខ្ទះឲ្យដាក់ខ្លាញ់ណាដាក់ប្រេងឆារបស់យើងបងប្អូនចាក់ផ្លែប៉ោមផ្លែសេរីដែលយើងក្លុកខ្ទឹមដែលយើងក្លុកហើយចូលមកបងប្អូនចាក់ម្សៅម្ទេសការ៉េចូលចាក់ម្សៅម្ទេសការ៉េចូលហើយបងប្អូនកុំភ្លេចធ្វើការចាក់ស្ករត្នោតចូលណាតែខ្ញុំភ្លេចដាក់ពីដំបូងខ្ញុំទៅដាក់នៅខាងចុងវីដេអូវិញបងប្អូនណែហើយយើងរំងាស់មកពោះហើយបងប្អូនធ្វើការចាក់ប្រេងខ្យងនិងទឹកស៊ីអ៊ីវចូលបងប្អូនចាឲ្យសម្រាប់គ្រឿងផ្សំគឺខ្ញុំបញ្ជាក់ម្ដងទៀតបងប្អូនគឺត្រូវតែម៉ត់ទាំងអស់តែម្ដងណាចាយើងចាក់ប្រេងខ្យងប្រេងអីច្បល់ចូលឲ្យសព្វមកចាអញ្ចឹងខ្ញុំសូមបញ្ជាក់គ្រឿងផ្សំទាំងអស់ដែលខ្ញុំប្រើនៅក្នុងថ្ងៃហ្នឹងបងប្អូនគឺមានចាប្រេងខ្យងហើយនឹងទឹកស្អ៊ីវគឺ600 ml ម្សៅស៊ុបមាន់1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាបាយស្ករត្នោត3ខាំចាហើយផ្លែប៉ោម7ខាំផ្លែប៉ោមផ្លែសេរីស្រុបចុះគ្នា7ខាំបងប្អូនចាហើយខ្ទឹមសនិងខ្ទឹមក្រហមគឺខ្ញុំប្រើចាគឺ50ក្រាមគឺដល់មួយខាំហ្នឹងណាបងប្អូនចង់ដាក់ច្រើនជាងហ្នឹងក៏បានដែរគឺអត់បញ្ហាទេហើយសម្រាប់ម្ទេសគឺយើងត្រូវតែប្រើម្ទេសកូរ៉េដើម្បីជំនួយពណ៌និងជំនួយក្លិនបងប្អូនចង់ប្រើជាម្ទេសប្លោកក៏បានដែរប៉ុន្តែក្លិនវាឈ្ងុយខ្លាំងពេកទេបងប្អូនចឹងហើយគឺយើងត្រូវប្រើម្ទេសកូរ៉េវាជំនួយក្លិនជំនួយពណ៌ចាហើយបងប្អូនទុកឲ្យតិចហើយចាំយើងធ្វើការច្រកដបបងប្អូនដាក់ក្នុងទូទឹកកកបានរាប់ខែកើតខូចទេបងប្អូនជាវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងចាអរគុណ